សួស្តីលោកគ្រូអ្នកគ្រូនេះខេសមួយដែលមកពីខាងក្រៅមកដែលគាត់តាមដានទីពុះមួយលោកគ្រូផ្សេងតើឃើញគាត់មើលឃើញនៅសប្តាហ៍ទី26ហើយហើយមកដល់ថ្ងៃនេះគឺកូន30សប្តាហ៍ខេដែលខាងអ្នកគ្រូតែឲ្យវិជួយមកណាត់ខ្ញុំមើលហ្នឹងឃើញនៅវាជាសដែលនៅជុំវិញតាមវល់វាតាមជាងរបស់បេះដូងគឺជារ៉ាប់ដូមីញ៉ូម៉ាប៉ុន្តែដល់កាលណាវាច្រើនពេកអញ្ចឹងច្រើនពេកគេអាចគិតទៅជាជំងឺមួយគេហៅ tuberous sclerosis អានេះក៏ជំងឺខូចសែនមួយដែរហើយទំហំដែលយើងវាស់អាធំមួយនេះគឺ16មីលីម៉ែត្រអាមួយនេះជាបញ្ហាអាមួយនេះវានៅចុងអពេចហាប់វានៅក្រៅleft ventricle អានេះវានៅក្នុងrye atrium អញ្ចឹងវាទំហំវាគឺ11.6មីលីម៉ែត្រដែរអញ្ចឹងនៅទំហំមួយដែរឥឡូវវាអត់តន់ប៉ះពាល់ទៅនឹង flow អញ្ចឹងឲ្យចរន្តឈាមរត់ក្នុងបេះដូងទេហើយយើងវាស់កន្លែងទំហំទាំងអស់ទៅប្រហែលជា7ដុំយ៉ាងតិចខ្ញុំអាចទៅផ្សេងទៀតចឹង prostico នេះអត់ល្អទេយើងមើលឃើញ flow នៅក្នុងចរន្តឈាមហើយវាអត់ឧបសគ្គឥឡូវនេះណាឈាមដែលចូលពី rye atrium ចូល rye ventricle វាអត់តន់ប៉ះពាល់ទេចឹងដំណើរការរបស់វាគឺនៅល្អប៉ុន្តែជំងឺវិវត្តវាជារ៉ាប់ដូមីញ៉ូម៉ាដែលវាជាច្រើនទម្រង់ដែលមានដុំសាច់ច្រើនវាអាចជា tuberous sclerosis ចឹងខ្ញុំមើលនៅបេះដូងក្រៅពីបេះដូងទៅយើងមើលនៅខួរក្បាលក្រៅដុំសនៅខួរក្បាលទៀតតែអត់ឃើញមានទេនៅស្លាមក៏អត់ឃើញនៅតម្រងនំក៏អត់ឃើញប៉ុន្តែទោះជាអត់ឃើញក៏នៅតែត្រូវការ follow up ក្រោយពេលកើតអេកូក្បាលឬក៏ដក MRI ក្បាលដើម្បីរកមើលថាវាជាមានជាជំងឺ tuberous sclerosis នឹងអត់បើវាអត់ទេវាគ្រាន់ជារ៉ាប់ដូមីញ៉ូម៉ានៅត្រូវការព្យាបាលនៃការវះកាត់ហើយវាជាជំងឺដែលវិវត្តចំការវាហើយវាដុះកន្លែងផ្សេងទៀតតែបញ្ហាមួយគឺបញ្ហានៅដុំមួយនៅក្នុង rye atrium នេះគឺជាបញ្ហាបើវារីធំវាជាឧបសគ្គក្នុងការបំពេញឈាមក្នុង rye ventricle ចឹង prostate គឺមិនល្អទេ